ចូលមកចាប់វីរៈកងទ័ពកម្ពុជានៅក្នុងទឹកដីកម្ពុជាក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមនៅថ្ងៃទី29ខែកក្កដាឆ្នាំ2025ហើយនៅថ្ងៃទី1ខែសីហាឆ្នាំ2025ភាគីថៃប្រគល់វីរៈកងទ័ពកម្ពុជាត្រឹមតែ2រូបតែប៉ុណ្ណោះដោយឃើញសភាពគាត់ហើយនាងខ្ញុំពិតជាពិបាកទទួលយកខ្លួននាងខ្ញុំជូរីល្អហួរតំណាងឲ្យប្រជាជនកម្ពុជាទាំងអស់សូមស្នើឲ្យភាគីថៃប្រគល់វីរៈកងទ័ពកម្ពុជាទាំង18រូបដើម្បីឲ្យពួកគាត់អាចមកជួបជុំគ្រួសារយ៉ាងសុខសុវត្ថិភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិឲ្យបានឆាប់រហ័សបំផុតដែលធ្វើឲ្យវីរៈកងទ័ពកម្ពុជាជាច្រើនបានបូជាសាច់ស្រស់ឈាមស្រស់និងពលីជីវិតនៅក្នុងសង្គ្រាមការពារទឹកដីនៅសង្គ្រាមដែលថៃបានបង្កនោះធ្វើឲ្យខូចខាតនៅផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជាជាច្រើនហើយថៃបានបាញ់បំផ្លាញប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយគ្មានញញើតឡើយ Cambodia has always lived in peace but now fear grow because Thailand started the war we never asked for we don't want fights we just want peace we are not enemy we are neighbor as humans who deserve a safety and a future without hate or war thank you